របៀបដំឡើងកូនម៉ូតូឥឡូវនេះគឺខ្ញុំមានកូនម៉ាស៊ីនតូចមួយហើយកូនម៉ាស៊ីននេះផងដែរគឺខ្ញុំបានរៀបវារួចជាស្រេចហើយដោយសារតែកំឡុងពេលដែលខ្ញុំរៀបហ្នឹងគឺខ្ញុំអត់មានឧបករណ៍ថតគ្រប់គ្រាន់បន្ទាប់មកគឺយើងយកក្បាលម៉ូតូដែលយើងផ្គុំរួចរាល់ដូចគ្នាចូលចាប់ជាមួយនឹងម៉ាស៊ីនបន្ទាប់ពីយើងចាប់ជាមួយនឹងម៉ាស៊ីនរួចរាល់ហើយគឺយើងត្រូវតែចាប់ប្រឡងដើម្បីប្រកាសថាឲ្យវាជាប់ 100% ហើយទៅយកហ្វ្រាំងដែលយើងត្រូវចាប់ភ្ជាប់ហ្នឹងគឺយើងចាប់ចេញពីម៉ាស៊ីនមកជាមួយនឹងដៃហ្វ្រាំងសម្រាប់ម៉ូតូនេះដែរវាជាខ្នាតម៉ូតូធំហើយវាជាខ្នាតបង្រួមរបស់ម៉ូតូធំអញ្ចឹងទៅការ design របស់វាគឺវាដូចម៉ូតូសឹងតែ89% ហើយបន្ទាប់ពីយើងចាប់ទៅយកហ្វ្រាំងរួចហើយគឺយើងចាប់ក្បាំងការពារធុងសាំងសិនជាបងប្អូនមានចំណាប់អារម្មណ៍ចង់បានម៉ូតូដូចខ្ញុំយកទៅរៀបដែរបងប្អូនអាច comment សួរបានចំពោះតម្លៃបើបងប្អូនចង់ដឹងគឺខ្ញុំអាចប្រាប់បងប្អូនបានដូចគ្នាហើយចំពោះបងប្អូនដែលចង់បានម៉ូតូដែលខ្ញុំរៀបរួចហើយក៏បងប្អូនអាចឆាតសួរបានដូចគ្នាអ្វីដែលយើងចាប់បញ្ចូលបន្តហ្នឹងគឺយើងចាប់កង់ខាងមុខចូលហើយប្រភេទកង់នេះដែរគឺជាប្រភេទកង់កស៊ូបន្ទាប់ពីយើងបញ្ចូលកង់រួចហើយគឺយើងត្រូវបញ្ចូល disc ហ្វ្រាំងទាំងសងខាងហើយសម្រាប់ disc ហ្វ្រាំងនេះដែរគឺយើងចាប់បញ្ចូលហើយគឺយើងត្រូវតែចាប់វិសដើម្បីភ្ជាប់វាកុំឲ្យវាមានបញ្ហាអង្គើដើម្បីយើងងាយស្រួលបង្វិលបន្ទាប់ពីយើងចាប់រួចរាល់ហើយគឺយើងបានរូបរាងប៉ុណ្នេះវាចេញជាម៉ូតូបដាហើយនេះជាប្រភេទកាវដែលខ្ញុំប្រើបន្ទាប់ពីយើងចាប់កង់រួចរាល់ហើយយើងត្រូវតែបញ្ចូលគៀមហ្វ្រាំងរបស់ម៉ូតូហ្នឹងបន្ទាប់មកខ្ញុំត្រូវចាប់បំពង់ស៊ីម៉ាំងចូលសិនជាម៉ូតូនឹងអត់មានបំពង់ស៊ីម៉ាំងទេប្រកាសជាពេលដែលយើងដេបច្ឆេះទៅប្រកាសជាលាន់ដូចគ្រាប់បែកហើយដោយសារតែម៉ូតូនេះជាប្រភេទម៉ូតូធំអញ្ចឹងទៅយើងត្រូវតែបំពាក់បំពង់ស៊ីម៉ាំងវាបន្ទាប់ពីយើងបំពាក់បំពង់ស៊ីម៉ាំងខាងក្នុងហើយគឺយើងចាប់បំពង់ស៊ីម៉ាំងខាងក្រៅដើម្បីទប់សំឡេងរំខាននៅខាងក្នុងម៉ាស៊ីនហ្នឹងបើសិនជាយើងអត់មានបំពង់ស៊ីម៉ាំងទាំងពីរនៅខាងក្រៅនេះទេម៉ូតូទោះបីជាមានបំពង់ក៏ដោយក៏លាន់ដែរឥឡូវនេះគឺខ្ញុំត្រូវចាប់ធុងទឹករបស់ម៉ូតូហ្នឹងដើម្បីបញ្ចូលជាប់ជាមួយនឹងតួម៉ាស៊ីនហើយធុងទឹកនេះគឺវាមានតួនាទីបញ្ចុះកម្ដៅដើម្បីឲ្យម៉ាស៊ីនត្រជាក់តែដោយសារតែម៉ូតូនេះជាប្រភេទម៉ូតូជាប់អញ្ចឹងទោះបីបងប្អូនអត់បំពាក់កញ្ឆែងដើម្បីបញ្ចុះកម្ដៅក៏វាអត់មានបញ្ហាដែរដោយសារតែយើងជិះហិតកាដាល់ហ្នឹងតែបើបងជាងម៉ូតូដែលធ្វើម៉ូតូធំអត់បំពាក់កញ្ឆែងបញ្ចុះកម្ដៅហ្នឹងទេគឺហានិភ័យហើយបន្ទាប់ពីចាប់កញ្ឆែងបញ្ចុះកម្ដៅរួចហើយគឺយើងមកចាប់ចង្គៀងមុខរបស់ម៉ូតូ Ducati នេះហើយនេះដែរគឺជាចង្គៀងរបស់វាតែវាអត់មានពលឺអីទេដោយសារតែវាអត់មានប្រព័ន្ធភ្លើងអីដូចនឹងម៉ូតូធំមែនទែនទេហើយចំពោះខ្នាតម៉ូតូនេះដែរគឺជាប្រភេទម៉ូតូដែលមានខ្នាតតូចហើយចំពោះពណ៌ម៉ូតូដែរបើសិនជាបងប្អូនទិញទៅអីគឺវាអត់មានពណ៌អីទេគឺវាជាប្រភេទពណ៌សហើយពណ៌នេះដែរគឺខ្ញុំជាអ្នកបាញ់ខ្លួនឯងទេបើសិនជាបងប្អូនស្រឡាញ់ពណ៌អីបងប្អូនជ្រើសរើសយកពណ៌ហ្នឹងយកបាញ់ទៅស្ប្រេកំប៉ុងយើងធម្មតាហ្នឹងហើយឥឡូវនេះគឺយើងចាប់ក្បាំងចង្គៀងមុខចូលដើម្បីឲ្យវាឃើញសកម្មភាពរបស់វាចំពោះម៉ូតូនេះដែរគឺខ្ញុំបានផ្គុំវារួចមួយសាយតែដោយសារតែខ្ញុំត្រូវថតបង្ហាញឲ្យបងប្អូនមើលអញ្ចឹងទៅគឺខ្ញុំបានសម្រេចចិត្តថាបំបែកវាចោលដើម្បីយើងផ្គុំវាម្ដងទៀតបន្ទាប់ពីយើងចាប់រួចហើយគឺយើងត្រូវចាប់ឈ្នាន់ហ្វ្រាំងដើម្បីជន់នៅពេលដែលយើងជិះអត់មានឈ្នាន់ហ្វ្រាំងគឺវាដឹងដាក់ជើងនៃណាមិនដាក់ជើងនៅលើធុងសាំងសម្រាប់ឈ្នាន់ម៉ូតូនេះដែរគឺវារឹងមាំមែនទែនបើសិនជាបងប្អូនជន់ប្រកាសជាបាក់ហើយនេះចតុលរបស់វាចំពោះចតុលដែរគឺយើងបត់បែនបានធម្មតាហើយបើសិនជាបងប្អូនចតចោលនៅគៀកឡានគេអីមិនវាយចតុលទេដាក់តែក្រោមកង់ឡានគេទៅបានហើយចំពោះសាក់ស៊ីរបស់វាដែរគឺប្រភេទ single arm ប្រភេទ single arm នេះដែរជាប្រភេទសាក់ស៊ីមួយដែលខ្ញុំចូលចិត្តមែនតើប៉ុន្តែខ្ញុំអត់មានម៉ូតូធំជិះដូចគេទេខ្ញុំមានតែម៉ូតូតូចហ្នឹងសម្បូរបន្ទាប់ពីយើងចាប់សាក់ស៊ីហើយគឺខ្ញុំត្រូវចាប់កង់ខាងក្រោយចូលហើយកង់ខាងក្រោយនេះដែរគឺខ្ញុំបានបំពាក់ជាមួយនឹង disc ហ្វ្រាំងរួចជាស្រេចបន្ទាប់បំពាក់រួចហើយគឺខ្ញុំត្រូវតែមួលប្រឡងដើម្បីបន្តឹង disc ហ្វ្រាំងដើម្បីកុំឲ្យវារង្គើញ៉ៃបន្ទាប់ពីខ្ញុំចាប់រួចហើយគឺខ្ញុំបានសម្រេចចិត្តថាយកចតុលដើម្បីបង្ហាញឲ្យបងប្អូនមើលថាម៉ូតូហ្នឹងក៏វាមានចតុលត្រដែរទោះយើងអត់វាយចតុលក៏វាមានចតុលធម្មតារបស់វាដែរដើម្បីយើងដាក់តាំងនៅលើទូឬក៏នៅក្នុងបន្ទប់របស់យើងហ្នឹងសម្រាប់ឈ្នាន់ហ្វ្រាំងនេះដែរគឺខ្ញុំអត់បាញ់ពណ៌ទេខ្ញុំសម្រេចចិត្តថាទុកពណ៌លាតចឹងតែម្ដងហើយកង់គឺយើងអាចបង្វិលបានសងខាងបន្ទាប់មកគឺខ្ញុំនឹងចាប់កតុយក្រោយរបស់ម៉ូតូហ្នឹងដើម្បីឲ្យចេញជារូបរាងម៉ូតូ 70% បន្ទាប់ពីយើងចាប់រួចរាល់ហើយចំណុចដែលយើងចាប់ភ្ជាប់ទាំងអស់ហ្នឹងគឺយើងត្រូវតែចាប់វិសបញ្ចូលទាំងអស់បើមិនយើងអត់ចាប់វិសបញ្ចូលទេ
គឺវានឹងរបូតហើយទោះបីជាមានកាវក៏ដោយក៏វាអត់ជាប់បានយូរដែរបើសិនជាយើងមានវីសចាប់ភ្ជាប់អញ្ចឹងវាកាន់តែទុកបានយូរហើយយើងអាចលេងវាបានយូរដល់ពេលខ្ញុំចាប់កតុយក្រោយហើយគឺខ្ញុំបានចាប់ធុងសាំងបញ្ចូលជាប់ជាមួយនឹងកែបបន្ទាប់ពីចាប់រួចរាល់ហើយគឺវាលេចជារូបរាងម៉ូតូសឹងតែ 80% ហើយនៅតែយើងចាប់ក្បាំងចូលបន្ទាប់ទេគឺរួចរាល់ហើយនេះដែរគឺជាចំណុចដែលចុងក្រោយដែលខ្ញុំត្រូវចាប់បញ្ចូលដើម្បីឲ្យវាលេចរូបរាងម៉ូតូ 100% ចំពោះក្បាំងនេះដែរក៏យើងត្រូវតែមួលវិសមួលប្រឡងដើម្បីកុំឲ្យពេលបើកបរទៅវាធ្លាក់ក្បាំងទៅវាគ្រោះថ្នាក់ដល់អ្នកបើកបរនៅខាងក្រោយយើងអញ្ចឹងណាហើយឥឡូវនេះគឺខ្ញុំបានផ្គុំវារួចរាល់ហើយសម្រាប់តែម៉ូតូគឺខ្ញុំអត់បិទទេខ្ញុំសម្រាប់ថាខ្ញុំទុកលានចេះដោយសារតែខ្ញុំស្រឡាញ់លានអញ្ចឹងហើយចំពោះតែវិញគឺខ្ញុំនឹងសម្រាប់ចិត្តថាខ្ញុំរើសតែណាដើម្បីបិទបង្ហាញបងប្អូនទៅវគ្គបន្តហើយបើសិនជាបងប្អូនតម្រូវការចង់បានម៉ូតូនេះអីបងប្អូនអាច comment សួរបានឲ្យ free ក៏បានចង់ទិញក៏បានចង់បង់មលុះក៏បានដែរពួកការបង់មលុះអត់មានត្រូវការឯកសារច្រើនទេ